ម្នាក់នេះពូកែមែនខ្ញុំទៅតែខ្ចីម៉ូតូអេឡិចទ្រិកពីបងប្អូនជីដូនមួយរបស់ខ្ញុំហើយជិះវាលើនេះជាលទ្ធផលគាត់បានដាច់ហ្វ្រាំងរបស់បងប្អូនជីដូនមួយគាត់ប្រសិនបើបងប្អូនជីដូនមួយរបស់ខ្ញុំដឹងខ្ញុំនឹងមិនខ្ចីឡានខ្ញុំទៅយុវជនស្រែកទឹកនោះទេប៉ុន្តែយុវជននោះនៅស្ងៀមទាំងស្រុងព្រោះគាត់មានជំនាញជួសជុលរវាងបានល្អឥតខ្ចោះ100ពិតជាមានចៅហ្វាយនេះលាក់ខ្លួនជាច្រើនក្នុងចំណោមមនុស្សសាមញ្ញនៅពេលនេះអ្នកអាចឃើញយុវជនកាត់កន្ត្រៃបន្ទាប់មកកាត់វាជាបំណែកនៃខ្សែយុវជននោះបានដាក់កំទេចកំទីក្នុងប្រអប់មួយបន្ទាប់មកចាក់ចូលទៅក្នុងដំណោះស្រាយដូចនេះស្អត់យុវជននោះបានយកហ្វ្រាំងខូចធានាសុវត្ថិភាពនៅខាងមុខសម្បកកង់ដៃបន្ទាប់មកហ្វ្រាំងដែលខូចត្រូវបានប្រៀបធៀបស្វែងរកទីតាំងសមរម្យបន្ទាប់មកប្រើទូនូវីសាគីស្នីដើម្បីរុញវីសចូលបន្ទាប់មកត្រូវប្រើម៉ាស៊ីនកាត់ដើម្បីកិនក្រចកបន្ទាប់មកយុវជនអាចប្រើវីសដើម្បីបំបែកវារឹតបន្តឹងវីសដើម្បីធានាវាត្រង់ចំណុចនេះអ្នកអាចឃើញយុវជននោះកំពុងបន្ធូរវេទិកាដែរសូមឲ្យអ្នករាល់គ្នាឃើញលទ្ធផលឥឡូវនេះប្រើវិធីដូចគ្នាដោះស្រាយជាមួយបំណែកហ្វ្រាំងដែលខូចមួយទៀតការចូលចិត្តគឺជាការពេញចិត្តការមិនចូលចិត្តគឺជាកាត់កិច្ចរបស់មនុស្សម្នាក់ប្រសិនបើអ្នកមានអារម្មណ៍វិធីសាស្ត្ររបស់យុវជនក្នុងការជួសជុលហ្វ្រាំងដែលខូចនេះក៏ជាលើកទី1ដែរដែលខ្ញុំបានឃើញវាហើយវាក៏មានប្រយោជន៍ខ្លាំងផងដែរបន្ទាប់មកប្រើដៃសំណាងរបស់អ្នកដើម្បីផ្ដល់ឲ្យវាដូចផ្ដល់ការលើកទឹកចិត្តដល់យុវជនអរគុណច្រើនយ៉ាងណាមិញសិប្បករធ្វើការតាំងពីព្រលឹមរហូតដល់ប្រឡប់ជារៀងរាល់ថ្ងៃដើម្បីបង្កើតវាពិតជាមិនងាយស្រួលទេបន្ទាប់មកម៉ាស៊ីនភ្លើងតូចត្រូវបានបើកដំណើរការកន្លែងដែលហ្វ្រាំងបាក់ត្រូវបានគេដុតហើយដុតនំលូសូលីដើម្បីបំពេញចន្លោះដែលខូចភ្លើងតូចបានបន្តឆេះអ្នកអាចឈប់នៅពេលអ្នកមានអារម្មណ៍ថាវាដល់ពេលហើយបន្ទាប់យើងប្រើម៉ាស៊ីនកិនមុំគ្រាន់តែបូមខ្សាច់ផ្ទៃដុតនំឲ្យរលោងខ្ញុំចង់ឲ្យបងប្អូនជីដូនមួយរបស់ខ្ញុំមិនអាចប្រាប់បានមានតែតាមរយៈការដុសខាត់ប៉ុណ្ណោះទើបយើងអាចសម្រេចបាននូវការភ្ញាក់ផ្អើលកាន់តែខ្លាំងវាថែមទាំងមានអារម្មណ៍ប្រសើរជាងមុនទៀតផងយុវជននោះបានបាញ់ទឹកដំបងបន្ទាប់មកបូមខ្សាច់ជាមួយក្រដាសខ្សាច់បន្ទាប់មកប្រើញួរដើម្បីប៉ះហ្វ្រាំងវាបានคล้ายជាត្រង់បន្ទាប់មកវាអាចត្រូវបានគុំឡើងវិញ